បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកតាមដានទស្សនាវីដេអូផ្សេងៗនៅក្នុង Channel របស់ខ្ញុំបាទឥឡូវនេះខ្ញុំមកដល់ទីកន្លែងមួយនៅខាងក្រោយផ្ទះរបស់អ៊ំស្រីម្នាក់ដែលគាត់មានដាំគេហៅនៅទីនេះគឺក្រូចទ្រើងប៉ុន្តែតាមពិតគឺជាផ្លែផាសិនបងប្អូនចង់ដឹងថាការដាំដុះអានេះគឺត្រូវធ្វើដូចម៉េចបាទសូមតាមដានខ្ញុំដូចទៅបាទឥឡូវនេះយើងឃើញថានេះគឺជារបៀបដែលគាត់ដាំនៅទីនេះគឺដីគឺលក្ខណៈសាមញ្ញមែនទែនហើយយើងឃើញនេះគឺជាផ្លែដែលខ្ចីនៅឡើយផ្លែដែលខ្ចីនៅឡើយគឺវាមានដែលថាចិត្តពិនបណ្ដាប់ដៃរបស់ខ្ញុំហើយគឺថាស្អាតមែនទែនស្រស់តែម្ដងបងប្អូនហើយយើងឃើញថាវាការដាំនោះខ្ញុំបានសិក្សាសួរអ៊ំស្រីនៅទីនេះគឺដំបូងគាត់បានបដោះគឺជាការដែលយកក្រូចនឹងផ្លែផាសិននឹងបដោះវាសិនយកទុំនឹងបដោះហើយវាដុះទៅហើយគ្រាប់នឹងគឺយកទៅដាក់នៅក្នុងរណ្ដៅបាទឥឡូវយើងចូលមើលរណ្ដៅទាំងអស់គ្នាបងប្អូននេះតាមពិតពីដំបូងវាជាលក្ខណៈរណ្ដៅបងប្អូនរណ្ដៅនឹងគឺមានគ្រាប់ផាសិននៅក្នុងហ្នឹងអញ្ចឹងនៅខាងក្រោមនេះគឺបើយើងកលេចមើលទៅគឺមានច្រើនរណ្ដៅមែនទែនដែលគាត់ដាក់ប្រហែលជាចន្លោះនោះគឺ1 ម៉ែត្របងប្អូនហើយយើងឃើញថាដើមនេះគឺវាមានអាយុយូរមានអាយុច្រើនហើយប្រហែលជាខ្ទង់1 ឆ្នាំហើយនេះវាធំបាទហើយផ្លែគឺវាមិនបានផ្លែនៅខាងក្រោមទ្រើងហ្នឹងទេគឺដោយសារតែទ្រើងនេះគឺគេដាក់អ្វីច្រើនដូចជាធ្នើអញ្ចឹងកាលណាផ្លែវាគឺនៅខាងចុងទ្រើងឥឡូវខ្ញុំនៅខាងក្រោមទ្រើងណាបងប្អូនអញ្ចឹងនេះផ្លែបងប្អូនឃើញទេបាទផ្លែ passion អញ្ចឹងខ្ញុំនៅខាងក្រោមទ្រើងនឹងហើយមូលហេតុដែលធ្វើឲ្យក្រូចទ្រើងឬក៏ផ្លែ passion នេះល្អម្យ៉ាងទៀតគឺដោយសារតែបងប្អូនឃើញហើយគឺមានទឹកត្រពាំងមួយនៅក្បែរហ្នឹងអញ្ចឹងការដែលស្រោចនោះគឺមិនពិបាកទេគាត់គឺយកទឹកពីត្រពាំងនេះតែម្ដងដើម្បីស្រោចយូរស្រោចម្ដងប៉ុន្តែឥឡូវខែភ្លៀងអញ្ចឹងមិនពិបាកស្រោចទឹកទេបាទទីនេះម្ដុំនេះគឺផ្លែច្រើនណាស់បងប្អូនហើយទីនេះខ្ញុំបានសួរគាត់បានយកទៅលក់ទៅគឺ1 គីឡូលក់បាន10000ឬក៏11000បាទហើយបើយើងទិញនៅតាមផ្សារទំនើបក៏បានដែរគ្រាន់តែវាជាប្រភេទយើងអាចថាយើងមិនដឹងប្រភពណាប៉ុន្តែពេលណាយើងដឹងប្រភពច្បាស់លាស់យើងឃើញយើងមកដល់កន្លែងដាំខ្ញុំមិនថាជាចំការទេប៉ុន្តែមកដល់កន្លែងដាំបែបនេះគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាវាឆ្ងាញ់បងប្អូននេះជាផ្លែទុំមួយចំនួនខ្ញុំចង់បង្ហាញបងប្អូនបាទនេះគឺជាផ្លែទុំហើយនឹងចិត្តទុំនេះគឺមានរសជាតិផ្អែមមែនតើបាទដូច្នេះនេះគឺជាកន្លែងដែលដាំក្រូចទ្រើងធម្មជាតិតែម្ដងគាត់ដាក់អាចមន់អាចគោអីនៅក្នុងភូមិស្រុកនេះបាទបងប្អូនឃើញហើយមើលឡើងស្រស់ស្អាតតែម្ដងបាទស្រស់ហើយនេះគឺជា passion តែនៅទីនេះគេហៅថាក្រូចទ្រើងបាទឥឡូវខ្ញុំចូលតាមក្រោមនឹងទៅវិញបាទនេះទ្រើងកន្លែងផ្លូវចេញនេះសិតផ្លែបាទអញ្ចឹងបញ្ជាក់បងប្អូនឡើងវិញថាគឺគេដាំវាជាគុំហើយធ្វើទ្រើងឲ្យវាដាំវាជាគុំហើយធ្វើទ្រើងឲ្យវាដល់ពេលវាចាស់ទៅវាបែកមែកសាខាមកច្រើនហើយវាធ្លាក់ផ្លែមកនេះជារូបភាពដែលមើលពីចម្ងាយបងប្អូនបាទហើយដាំដែលនៅក្បែរប្រភពទឹកគឺវាធ្វើឲ្យល្អអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរបានហើយ
កុំភ្លេចចុច subscribe បើសិនជាមិនទាន់ចុចទេបាទហើយយើងនឹងជួបគ្នានៅចំការឬក៏ចំណេះដឹងវីដេអូល្អៗបន្ថែមផ្សេងទៀតនៅឱកាសក្រោយបាទពីខ្ញុំបាទភិរមសូមអរគុណសូមជម្រាបលាអូនថតវីដេអូថតរូប1 2 3